សួស្តីអ្នកនរគ្នាសូមទស្សនាវីដេអូថ្មីពីខ្ញុំបាទលើពេញម្ដងទៀតហើយនៅក្នុងវីដេអូនេះគឺខ្ញុំនឹងលើកចូលជាមួយនឹងប្រធានបទដែលនិយាយតាក់ទងទៅនឹងពិភពនៃ SCP Foundation មកសម្រាប់អ្នកទាំងអស់គ្នាខ្ញុំខានធ្វើតាក់ទងទៅនឹងប្រធានបទនេះរៀងយូរដែរហើយដោយសារតែឃើញគ្នាយើងជាច្រើនតែងតែសុggestខ្ញុំនៅលើវីដេអូថ្មីៗដែលខ្ញុំទំតភុសនៅដើមឆ្នាំ2026នេះចាំបានន័យថាប្រធានបទមួយហ្នឹងគឺគ្នាយើងនៅតែចាប់អារម្មណ៍ចឹងហើយខ្ញុំសម្រេចចិត្តថាខ្ញុំនឹងលើកយកជាមួយនឹងប្រធានបទហ្នឹងមកនិយាយម្ដងទៀតអាចថានៅក្នុង EP នីមួយៗគឺខ្ញុំនឹងបញ្ចូលជាមួយនឹងប្រភេទ SCP ចាប់ពី10ឡើងទៅសូណាកុំឲ្យខាត់ពេលយូរគឺយើងចូលទៅមើលទាំងអស់គ្នាដែលខ្ញុំលើកយកជាមួយនឹង SCP ចំនួន15ដែលគួរឲ្យចាប់អារម្មណ៍បំផុតនៅក្នុង Universe នៃ SCP Foundation ទាំងអស់គ្នាអូខេទី1គឺយើងមានជាមួយនឹង SCP ដែលមានលេខសម្គាល់2521 SCP-2521 គឺជាប្រភេទ anomaly ដែលស្ថិតនៅក្នុង class object Cater បានន័យថាជា class មួយដែល contain ជាមួយនឹងប្រភេទ anomaly ដែលពិបាកក្នុងការគ្រប់គ្រងនិងមានភាពគ្រោះថ្នាក់ខ្ពស់វាគឺជាសភាវៈមួយយ៉ាងដែលមានលក្ខណៈ sensitive ជាខ្លាំងបានន័យថារាល់ព័ត៌មានដែលនិយាយអំពីវាមិនថាជាការលាយលក្ខណ៍ជាអក្សរមិនថាជាការ recall ជាសំឡេងគឺត្រូវបានហាមឃាត់ដើម្បីធ្វើការគោរពទៅតាមគោលការណ៍របស់មូលនិធិ SCP Foundation គឺខ្ញុំសូមមិននិយាយពីពណ៌នាអំពីរូបរាងលម្អិតរបស់វានោះទេប៉ុន្តែជំនួសមកវិញគឺយើងប្រើជាមួយនឹងការពិពណ៌នាជា symbol តំណាងទៅឲ្យវាវិញ SCP-2521 គឺជាអង្គភាពអរូបីដែលមានកម្ពស់ខ្ពស់ជាងមនុស្សធម្មតាមានរូបរាងស្រោបទៅដោយខ្សែបន្ទះពណ៌ខ្មៅនិងស្អិតវាមានសមត្ថភាពក្នុងការឆ្លងកាត់វត្ថុរឹងនិងលេចខ្លួនឡើងនៅកន្លែងណាដែលមានការរំលឹកអំពីឈ្មោះរបស់វាឬក៏ព័ត៌មានរបស់វាដោយសារតែការសរសេរនិងសំឡេងគឺត្រូវបានហាមឃាត់ដូចនេះហើយមូលនិធិ SCP Foundation គឺបានប្រើប្រាស់ជាមួយនឹងវិធីសាស្ត្រមួយដែលគេឲ្យឈ្មោះថា Pictogram ជាឯកសារជំនួសវិញក្នុងការណែនាំបុគ្គលិកនិងប្រាប់អំពីនិមិត្តសញ្ញាដើម្បីបង្ហាញពីភាពគ្រោះថ្នាក់ហើយក៏មិនអនុញ្ញាតឲ្យមានការជជែកវិញ្ញាអំពីវាដែលប្រើពាក្យសម្ដីឡើយហើយខាងក្រោមនេះគឺជាការណែនាំអំពីសុវត្ថិភាពដែលចេញអំពី SCP Foundation ទៅលើ SCP-2521 អូខេចំណុចទី1គឺ The Don អ្វីដែលមិនត្រូវធ្វើចឹងនៅក្នុងចំណុចមួយហ្នឹងគឺយើងមានចំណុច3ធំទី1ហ្នឹងគឺហាមនិយាយឈ្មោះកុំព្យាយាមហៅឈ្មោះឬក៏រៀបរាប់អំពីលក្ខណៈរូបរាងរបស់វាដោយប្រើប្រាស់ពាក្យសម្ដីសូម្បីតែការខ្សឹបខ្សៀវហ្នឹងក៏អាចធ្វើឲ្យ SCP មួយប្រភេទហ្នឹងគឺវាដឹងដែរហើយសម្រាប់ចំណុចទី2ហ្នឹងគឺហាមសរសេរជាអត្ថបទឬក៏ហាម record អីផ្សេងការកត់ត្រាព័ត៌មានអំពីវានៅក្នុងសៀវភៅកំណត់ហេតុឬក៏បញ្ចូលទៅក្នុងកុំព្យូទ័រហ្នឹងក៏អាចជាហានិភ័យសម្រាប់ជនរងគ្រោះដែរហើយសម្រាប់ទី3ហ្នឹងគឺហាមអានអំពីព័ត៌មានរបស់វាបើសិនមកអ្នកឃើញឯកសារដែលមានអក្សររៀបរាប់អំពីលក្ខណៈរបស់វាចូលកុំអានឲ្យចេញសំឡេងអីសោះអូខេចូលទៅដល់ចំណុចទី2ធំហ្នឹងគឺ To Do អ្វីដែលត្រូវធ្វើទី1ហ្នឹងគឺការប្រើប្រាស់ជាមួយនឹងរូបភាពបើសិនបើត្រូវរាយការណ៍អំពី SCP-2521 ហ្នឹងគឺសូមប្រើជាមួយនឹងការគូររូបភាពឬក៏និមិត្តសញ្ញា Pictogram ជំនួសវិញដើម្បីសុវត្ថិភាពហើយទី2ហ្នឹងគឺប្រើជាមួយនឹងភាសាកាយវិការដែលគេហៅថា Body Languageការដែលប្រើជាសញ្ញាគឺជាវិធីសាស្ត្រដែលមានសុវត្ថិភាពបំផុតក្នុងការបញ្ជូនព័ត៌មានហើយទី3ហ្នឹងគឺរក្សាភាពស្ងៀមស្ងាត់បើសិនបានអ្នកជ្រុលមាត់និយាយអំពីវាសូមត្រៀមខ្លួនចាកចេញពីទីកន្លែងនោះឲ្យបានលឿនបំផុតអូខេយើងចូលទៅដល់ចំណុចទី3ធំគឺ Emergency Procedure បានន័យថាក្នុងករណីអាសន្នទី1បើសិនបានអ្នកឃើញខ្សែបន្ទះខ្មៅចាប់ផ្ដើមលេចចេញអំពីជញ្ជាំងឬពីដានហើយសូមបោះចោលជាមួយនឹងឯកសារដែលនិយាយអំពី SCP-2521 នេះឲ្យបានលឿនបំផុតហើយកុំព្យាយាមតតាំងព្រោះថាអាវុធធម្មតាគឺមិនអាចធ្វើអ្វីទៅកាន់ SCP-2521 បានឡើយដូច្នេះអ្វីដែលអ្នកទាំងអស់គ្នាត្រូវធ្វើនឹងគឺនៅឲ្យឆ្ងាយពីបុគ្គលណាម្នាក់ដែលនិយាយអំពី SCP-2521 ព្រោះថានៅពេលដែលយើងនៅជិតជាមួយនឹងបុគ្គលដែលនិយាយអំពីឬក៏រំលឹកអំពីព័ត៌មានរបស់វាគឺវាអាចប៉ះពាល់ដល់សុវត្ថិភាពយើងដូចគ្នាអូខេទី2គឺយើងមានជាមួយនឹង SCP-1360 ដែលវាស្ថិតនៅក្នុង Object Class Euclidដែលត្រូវបានគេហៅម្យ៉ាងទៀតថា PSAUD-31 SCP-1360 គឺជាមនុស្សយន្ត Android ដែល design មកឲ្យមានរូបរាងដូចជាមនុស្សវាមានកម្ពស់ប្រហែលជា2ម៉ែត្រក៏ប៉ុន្តែមិនមានជាមួយនឹងមុខមាត់ច្បាស់លាស់នោះទេបានន័យថាគ្មានភ្នែកគ្មានច្រមុះក៏ដូចជាគ្មានមាត់ផងដែរខ្លួនប្រាណរបស់វាត្រូវបានស្រោបទៅដោយសារធាតុសរសៃពណ៌ខ្មៅម្យ៉ាងដែលមានភាពរឹងមាំនិងធន់ជាមួយនឹងការវាយប្រហារគ្រប់ប្រភេទវាត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនអាកំបាំងមួយនៅក្នុងពិភពរបស់ SCP ដែលមានឈ្មោះថា Anderson Robotics ហើយមនុស្សយន្តមួយហ្នឹងគឺមានភាពវៃឆ្លាតខ្ពស់ជំនាញក្នុងការប្រយុទ្ធក៏ដូចជាជំនាញក្នុងការប្រើប្រាស់ជាមួយនឹងអាវុធគ្រប់ប្រភេទផងដែរក៏ប៉ុន្តែវាមិនដែលប្រើប្រាស់ជាមួយនឹងអំពើហិង្សាដោយគ្មានមូលហេតុឡើយវាអាចយល់ភាសារបស់មនុស្សបានយ៉ាងច្បាស់ក៏ប៉ុន្តែវាមិនអាចនិយាយចេញជាសំឡេងបានទេដោយនេះហើយវាប្រើប្រាស់ជាមួយនឹងការសរសេរនិងការប្រើជាមួយនឹងសញ្ញាជំនួសឲ្យការទំនាក់ទំនងជាភាសាវិញ
អ្វីដែលធ្វើឲ្យ SCP-1360 គួរឲ្យចាប់អារម្មណ៍នោះគឺថាដោយសារតែវាព្យាយាមបញ្ជូនសារមួយទៅកាន់ម្ចាស់របស់វាតែងតែព្យាយាមរត់ចេញអំពីមន្ទីរឃុំឃាំងរបស់ SCP Foundation ហើយការរត់ចេញមួយនេះគឺមិនមែនក្នុងការទៅបំផ្លាញពិភពលោកឬក៏បង្កជាភាពចលាចលទៅដល់មនុស្សនៅខាងក្រៅនោះទេក៏ប៉ុន្តែការចាក់ចេញរបស់វាគឺគ្រាន់តែជាការទៅរកម្ចាស់របស់វាដែលវាតែងតែហៅថា Anderson តែប៉ុណ្ណោះនៅក្នុងខ្លួនរបស់វាគឺមានជាមួយនឹងសារបញ្ជាចុងក្រោយមួយដែលសរសេរថាត្រូវបានបោះបង់ចោលហើយដោយសារមួយនេះដែលធ្វើឲ្យមនុស្សយន្តមួយនេះគឺមានភាពចម្លែកបានន័យថាវាមានអារម្មណ៍ដូចជាមនុស្សដែលមានភាពឈឺចាប់ទៅលើការបោះបង់ពីសំណាក់ម្ចាស់របស់វាខុសពី SCP ដទៃទៀតដែលចង់បំផ្លាញជាមួយនឹងពិភពលោក SCP-1360 គឺគ្រាន់តែជារបស់ក្មេងលេងឬក៏ជាអ្នកបម្រើដែលត្រូវបានគេបោះបង់ចោលហើយកំពុងតែស្វែងរកអត្ថន័យនៃអត្ថភាពរបស់វាតែប៉ុណ្ណោះចំណែកដែលគួរឲ្យកត់សម្គាល់មួយគឺថា SCP-1360 គឺធ្លាប់បានសរសេរជាមួយនឹងសារមួយទៅកាន់អ្នកវិទ្យាសាស្ត្រដែលថាតើខ្ញុំខូចត្រង់ណាហេតុអ្វីបានជាបោះបង់ខ្ញុំចោលដែលធ្វើឲ្យ SCP មួយហ្នឹងគឺជា SCP មួយក្នុងចំណោម SCP ដែលគួរឲ្យអាណិតបំផុត So now យើងចូលទៅកាន់ទី3គឺ SCP-056 ឬក៏ត្រូវបានគេស្គាល់ថា A Beautiful Person SCP-056 គឺជាអង្គភាពមួយប្រភេទដែលមានសមត្ថភាពក្នុងការផ្លាស់ប្ដូររូបរាងកាយទៅតាមមជ្ឈដ្ឋានជុំវិញខ្លួនរបស់វាខុសពី SCP ដទៃទៀតដែលមើលទៅគួរឲ្យខ្លាចក៏ព្រោះតែ SCP-056 គឺតែងតែបង្ហាញខ្លួននៅក្នុងរូបរាងដែលល្អឥតខ្ចោះជាងអ្នកដទៃជានិច្ច SCP មួយហ្នឹងគឺស្ថិតនៅក្នុង Object Class Euclid ដែលមានន័យថាជា SCP មួយដែលពិបាកក្នុងការតាមដានពីភាពប្រែប្រួលរបស់វា SCP-056 គឺមិនមានជាមួយនឹងរូបរាងកាយច្បាស់លាស់នោះទេរូបរាងរបស់វាគឺអាស្រ័យទៅលើមនុស្សឬវត្ថុដែលវានៅជិតប្រសិនបើវានៅជិតមនុស្សវានឹងប្រែក្លាយរូបរាងរបស់វាទៅជាមនុស្សណាដែលមានរូបរាងស្អាតជាងឆ្លាតជាងនិងមានសមត្ថភាពខ្ពស់ជាងមនុស្សនោះជានិច្ចប្រសិនបើវានៅជិតសត្វឧទាហរណ៍ថាសត្វឆ្កែវានឹងក្លាយទៅជាសត្វឆ្កែដែលមានពូជស្អាតបំផុតនិងឆ្លាតបំផុតប្រសិនបើវានៅម្នាក់ឯងនៅក្នុងបន្ទប់ទទេវានឹងក្លាយទៅជាវត្ថុឬគ្រឿងសង្ហារឹមដែលមានភាពល្អប្រណិតបំផុតនៅក្នុងបន្ទប់នោះទោះបីជាវាមានរូបរាងស្អាតយ៉ាងណាក៏ដោយប៉ុន្តែចរិតរបស់ SCP-056 គឺតែងតែមើលងាយជាមួយនឹងមនុស្សដែលនៅជុំវិញខ្លួនរបស់វាតែងតែបង្ហាញនៅអាកប្បកិរិយាខ្ពស់ជាងគេជានិច្ចនិងចូលចិត្តបង្អាប់បុគ្គលណាដែលនៅជុំវិញខ្លួនរបស់វាប្រសិនបើមាននរណាម្នាក់ព្យាយាមប្រកួតប្រជែងជាមួយវានឹងផ្លាស់ប្ដូររូបរាងកាយរបស់វាឲ្យកាន់តែល្អជាងមុនដើម្បីឲ្យមនុស្សម្នាក់នោះមានអារម្មណ៍ថាខ្លួនឯងអន់និងអន់ចិត្តជាមួយនឹងខ្លួនឯងអ្នកវិទ្យាសាស្ត្រគឺធ្លាប់បានធ្វើការពិសោធន៍មួយចំនួនទៅលើវាដោយការដាក់ SCP មួយប្រភេទហ្នឹងជាមួយនឹងស្រីស្អាតដាច់គេជាលទ្ធផលគឺ SCP-056 គឺបានក្លាយទៅជាស្ត្រីម្នាក់ដែលមានរូបរាងស្អាតជាងនិងមានមន្តស្នេហ៍ជាងមនុស្សដែលបានដាក់ពិសោធន៍ជាមួយវាហើយការពិសោធន៍មួយទៀតហ្នឹងគឺគេបានដាក់ជាមួយនឹង SCP-056 ជាមួយនឹងបរិះវិញម្ដងគឺគេឃើញថាវាបានប្រែក្លាយទៅជាបរិះដែលមានសាច់ដុំនិងមានសមត្ថភាពប្រយុទ្ធខ្លាំងជាងបរិះដែលកំពុងតែនៅជាមួយវាថែមទៀតផងជាលទ្ធផលមិនថាអ្នកវិទ្យាសាស្ត្រធ្វើការប្រៀបធៀបជាមួយនឹង SCP-056 ជាមួយនឹងបុគ្គលដែលមានរូបរាងស្អាតឆ្លាតមានចំណេះដឹងមានរាងកាយមាំមួនទេគឺ SCP-056 គឺតែងតែឈ្នះជានិច្ច SCP-056 មិនមែនជាភាពគ្រោះថ្នាក់ផ្នែករាងកាយខ្លាំងក្លាដោយ SCP ដទៃទៀតទេក៏ប៉ុន្តែភាពគ្រោះថ្នាក់របស់វាគឺផ្នែកចិត្តសាស្ត្រជាទូទៅវាតែងតែធ្វើឲ្យមនុស្សនៅជុំវិញខ្លួនរបស់វាតែងតែមានអារម្មណ៍ថាអន់និងបាត់បង់ទំនុកចិត្តតាមការវិសោធន៍ចុងក្រោយរបស់អ្នកវិទ្យាសាស្ត្រគឺគ្មានអ្នកណាម្នាក់ដឹងរូបរាងកាយពិតប្រាកដរបស់ SCP មួយប្រភេទហ្នឹងទេព្រោះថាឲ្យតែមើលឃើញវានឹងផ្លាស់ប្ដូរទៅតាមអ្វីដែលយើងបានមើលឃើញភ្លាមតែម្ដងអូខេបន្តទៅទៀតទី4គឺយើងមានជាមួយនឹង SCP ដែលមានលេខសម្គាល់053ឬក៏ត្រូវបានគេហៅថា The Younger The Younger ឬក៏ SCP-053 គឺជាអង្គភាពមួយដែលមានរូបរាងគួរឲ្យស្រឡាញ់ក៏ប៉ុន្តែបង្កប់ទៅដោយភាពគ្រោះថ្នាក់ផ្នែកផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរទៅដល់អ្នកដែលនៅជិតវាស្ថិតនៅក្នុង Class Object Euclid SCP-053 គឺមានរូបរាងជាក្មេងស្រីតូចម្នាក់ដែលមានអាយុប្រហែលជា3ឆ្នាំនាងគឺមានអត្តចរិតសុភាពរាបសារឆាប់ចោះសម្រងជាមួយនឹងមនុស្សនិងមិនមានសញ្ញានៃការប្រើហិង្សាដោយផ្ទាល់នោះឡើយនាងចូលចិត្តលេងតុក្កតានិងគូរូបលេងដូចជាកូនក្មេងធម្មតាដទៃទៀតទោះបីជានាងមើលទៅហាក់ដូចជាគ្មានគ្រោះថ្នាក់ក៏ប៉ុន្តែនាងមានជំនឿនឹងក្លិននិងថាមពលម្យ៉ាងដែលជះឥទ្ធិពលដ៏អាក្រក់ទៅដល់ខួរក្បាលរបស់មនុស្សពេញវ័យដែលឥទ្ធិពលទាំងអស់នោះគឺចែកចេញជា3ដំណាក់កាលទី1បន្ទាប់ពីនៅជិតនាង10នាទីមនុស្សដែលនៅជិតនាងក្រោម10នាទីនឹងចាប់ផ្ដើមមានអារម្មណ៍មិនស្រួលភ័យខ្លាចនិងមានអារម្មណ៍ខុសឆ្គងដំណាក់កាលទី2ហ្នឹងគឺលើសពី10នាទីបុគ្គលនឹងចាប់ផ្ដើមមានអារម្មណ៍ខឹងសម្បារយ៉ាងខ្លាំងហើយដំណាក់កាលទី3ហ្នឹងគឺការវាយប្រហារមនុស្សម្នាក់នោះគឺនឹងព្យាយាមសម្លាប់ SCP-053 ដោយគ្មានហេតុផល
ផលពិបាកនោះគឺថាប្រសិនណាបើមាននរណាម្នាក់ព្យាយាមធ្វើបាបនាងបុគ្គលនោះនឹងជួបគ្រោះថ្នាក់ទៅដល់អាយុជីវិតរបស់ខ្លួនភ្លាមៗដោយសារតែការកាំងបេះដូងឬក៏ការដាច់សរសៃឈាមខួរក្បាលដោយសារតែប្រតិកម្មដែលចេញអំពីរាងកាយរបស់ SCP-053 ដោយផ្ទាល់តែម្ដងចំណុចដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺថា SCP-053 គឺមានទំនាក់ទំនងជាមួយនឹង SCP-682 ដែលជាសត្វល្មូនការមុននោះគឺថាអ្នកវិទ្យាសាស្ត្រគឺបានដាក់ពួកគេឲ្យនៅក្នុងបន្ទប់ជាមួយគ្នាដោយសង្ឃឹមថា SCP-682 នឹងគឺនឹងសម្លាប់ជាមួយនឹង SCP-053 ជាលទ្ធផលគឺផ្ទុយស្រឡះតែម្ដង SCP-682 ដែលជា SCP ដែលធ្លាប់តែស្អប់រាល់ជីវិតទាំងអស់នៅលើโลกបែរទៅជាមានចរិត slot boat និងអនុញ្ញាតឲ្យ SCP-053 ជិះនៅលើខ្នងនិងគូររូបនៅលើខ្លួនវាទៅវិញនេះគឺជាករណីដ៏កម្រមួយនៅក្នុងប្រវត្តិសាស្ត្រ SCP Foundation ហើយខាងក្រោមនេះគឺជាវិធីទប់ស្កាត់និងសុវត្ថិភាពនាងត្រូវបានរៀបចំឲ្យរស់នៅក្នុងបន្ទប់មួយដែលពោរពេញទៅដោយសម្ភារៈក្មេងលេងគ្រប់គ្រាន់ហើយបុគ្គលដែលចូលទៅជិតនាងត្រូវបានបដូរវេនគ្នារាល់10នាទីម្ដងដើម្បីកុំឲ្យមានការជះឥទ្ធិពលទៅដល់ផ្លូវចិត្តឬក៏ឈានទៅដល់ភាពគ្រោះថ្នាក់ហើយក៏មិនអនុញ្ញាតឲ្យបុគ្គលឬក៏បុគ្គលិកដែលចូលធ្វើការនៅក្នុងបន្ទប់របស់នាងហ្នឹងគឺប៉ះពាល់ជាមួយនឹងរាងកាយឬក៏ស្ថិតនៅកន្លែងហ្នឹងយូរឡើយអូខេបន្តមកទៀតយើងមានជាមួយនឹង SCP-352 ដែលត្រូវបានគេស្គាល់ថា Baba Yaga SCP-352 គឺជាអង្គភាពមួយដែលមានរូបរាងជាស្ត្រីចំណាស់ដែលមានអត្តចរិតក៏ដូចជាលក្ខណៈសាហាវឃោរឃៅនិងមានសមត្ថភាពខុសពីមនុស្សធម្មតានាងត្រូវបានគេចាត់ទុកថាគឺជាសបណ្ដាអាក្រក់មួយចេញពីរឿងព្រេងនិទានបុរាណ SCP-352 គឺមានរូបរាងជាស្ត្រីចំណាស់ដែលមានអាយុប្រមាណជាង80ឆ្នាំហើយលក្ខណៈរូបរបស់នាងគឺមានជាមួយនឹងស្បែកជ្រីជ្រួញនិងមានកម្លាំងខុសពីមនុស្សធម្មតាបើទោះបីជាមើលទៅចាស់ជរាក៏ដោយក៏ប៉ុន្តែនាងអាចធ្វើចលនាឬក៏បំលាស់ទីបានយ៉ាងលឿននិងមានសមត្ថភាពក្នុងការព្យាបាលខ្លួនឯងយ៉ាងឆាប់រហ័សថែមទៀតផងអ្វីដែលគួរឲ្យខ្លាចនោះគឺថា SCP-352 គឺមានជាមួយនឹងសរសៃសក់ដែលផ្ទុកជាមួយនឹងសារជាតិពុលតែកាលណាមនុស្សណាបានប៉ះជាមួយនឹងសារជាតិពុលនឹងហើយគឺនឹងប៉ះពាល់ទៅដល់ប្រព័ន្ធប្រសាទដែលអាចធ្វើឲ្យជនរងគ្រោះខ្លាចទៅជាមនុស្សវិកលចរិតបាន SCP-352 គឺជាអណោមលីដែលចូលចិត្តស៊ីជាមួយនឹងសាច់មនុស្សជាពិសេសគឺក្មេងៗឬក៏បុគ្គលិកដែលចេញបោកនាងប្រើប្រាស់ភាសាមួយយ៉ាងដែលស្ដាប់មើលទៅដូចជាភាសារុស្ស៊ីបុរាណក៏ប៉ុន្តែនាងហាក់ដូចជាមិនចង់ទំនាក់ទំនងជាមួយនឹងមនុស្សតាមរយៈពាក្យសម្ដីឡើយក្រៅពីការគំរាមកំហែងនិងការវាយប្រហារសារដាស់តឿននឹងគឺថាបើសិនណាបានអ្នកដើរចូលទៅក្នុងបន្ទប់របស់នាងហើយបើមានអារម្មណ៍ថាមានអ្វីមួយយ៉ាងកំពុងតែទាញជើងប៉ុន្តែមិនមានអារម្មណ៍ថាឈឺចាប់នោះមានន័យថាអ្នកបានក្លាយទៅជាចំណីរបស់នាងហើយអូខេទី6គឺយើងមានជាមួយនឹង SCP-999 ផ្ទុយស្រឡះពី SCP ផ្សេងទៀតដែលគួរឲ្យខ្លាចនិងសាហាវឃោរឃៅវាគឺជាអង្គភាពដែលគួរឲ្យស្រឡាញ់និងមានចិត្តល្អបំផុតនៅក្នុង SCP Foundation វាត្រូវបានគេចាត់ទុកថាគឺជាថ្នាំបំបាត់ stress ដ៏ល្អបំផុតសម្រាប់បុគ្គលិកទាំងអស់វាស្ថិតនៅក្នុង Object Class Safe ដែលន័យថាវាសុវត្ថិភាព SCP-999 គឺមានរូបរាងដូចជាដុំចាហួយដែលមានពណ៌ទឹកក្រូចដ៏ធំមួយដែលមានទម្ងន់ប្រហែលជា54គីឡូក្រាមហើយខ្លួនប្រាណរបស់វាគឺមានសភាពទន់ល្មើយយឺតនិងអាចផ្លាស់ប្ដូររូបរាងកាយទៅតាមចិត្តចង់របស់វាបានវាមានក្លិនក្រអូបដែលក្លិនរបស់វានឹងប្រែប្រួលទៅតាមចំណង់ចំណូលចិត្តរបស់មនុស្សដែលនៅជុំវិញខ្លួនរបស់វាដូចជាធំក្លិនសូកូឡាក្លិនផ្កាក្លិននំជាដើមនៅពេលដែលវាប៉ះពាល់ជាមួយនឹងមនុស្សវានឹងធ្វើឲ្យបុគ្គលនោះមានអារម្មណ៍ថាសប្បាយរីករាយភ្លាមៗវាចូលចិត្តលោតទៅតាមមនុស្សនិងប្រើជាមួយនឹងសមត្ថភាព tickling រហូតដល់មនុស្សអ្នកនោះសើចមិនចង់ឈប់ SCP-999 មានសមត្ថភាពពិសេសក្នុងការព្យាបាលជំងឺបាក់ទឹកចិត្តនិងជំងឺភ័យខ្លាចដែលគេហៅថា PTSD សូម្បីតែមនុស្សដែលពិបាកចិត្តបំផុតក៏ប្រែទៅជាសើចសប្បាយនៅពេលដែលនៅជិត SCP-999 ដែរអាហារដែលវាចូលចិត្តនឹងគឺថា SCP មួយប្រភេទនេះគឺចូលចិត្តញ៉ាំអាហារដែលមានជាតិផ្អែមខ្លាំងពិសេសដូចជាស្ករគ្រាប់នំខេកជាដើមមានការពិសោធន៍មួយគឺគេបានដាក់ជាមួយនឹង SCP-999 ឲ្យនៅជាមួយនឹង SCP-682 ដែលខ្ញុំបានលើកយកការពិសោធន៍ជាមួយនឹង SCP-053 រួចម្ដងហើយគឺលទ្ធផលគឺឃើញថា SCP-999 គឺបានលេងជាមួយនឹង SCP-682 ដែលធ្វើឲ្យសត្វដ៏សាហាវនេះគឺសើចមានអារម្មណ៍ធូរស្រាលនិងប្រែទៅជា slot boat អូខេso now គឺយើងចូលទៅកាន់លេខ7គឺ SCP-1170 ដែលត្រូវបានគេស្គាល់ថា The Romantic Ghost ឬក៏ជាខ្មោចដែលមានមនោសញ្ចេតនា SCP-1170 គឺជាអង្គភាពមួយដែលមានលក្ខណៈប្លែកនិងចម្លែកដែលវាមិនត្រឹមតែជាខ្មោចដែលលោកបន្លាចនោះទេក៏ប៉ុន្តែវាព្យាយាមធ្វើសកម្មភាពបែបមានមនោសញ្ចេតនាជាមួយនឹងមនុស្ស SCP-1170 គឺមិនមែនជាវត្ថុឬមនុស្សទេប៉ុន្តែវាជាបាតុភូតមួយដែលកើតឡើងនៅក្នុងបន្ទប់គេងលេខ21នៃអាផាតមិនមួយកន្លែងនៅក្នុងទីក្រុង Edmonton នៃប្រទេសកាណាដាវានឹងបង្ហាញឥទ្ធិពលនៅពេលដែលមនុស្សចូលទៅក្នុងបន្ទប់នោះហើយបិទភ្លើងឲ្យងងឹត
នៅពេលដែលបន្ទប់ងឹតទាំងស្រុងអង្គភាព SCP-1170 នឹងចាប់ផ្ដើមបង្ហាញខ្លួននៅក្នុងរូបរាងជាស្រមោលឬក៏ជារូបរាងជាមនុស្សមិនច្បាស់លាស់ហើយធ្វើសកម្មភាពដូចជាទី1ការរៀបចំអាហារវានឹងរៀបចំអាហារដែលមានទៀននិងភេសជ្ជៈបើទោះបីជាអាហារទាំងនោះជួនកាលទៅមិនសមរម្យសម្រាប់មនុស្សញ៉ាំក៏ដោយទី2នឹងគឺការសន្ទនាវានឹងព្យាយាមនិយាយទៅកាន់បុគ្គលនៅក្នុងបន្ទប់នោះដោយប្រើពាក្យសម្ដីទន់ភ្លន់និងផ្អែមល្ហែមហើយទី3នឹងគឺការប៉ះពាល់ជនរងគ្រោះជារឿយៗបានរាយការណ៍ថាមានអារម្មណ៍ដូចជាត្រូវបានគេកាន់ដៃឬក៏ឱបពីក្រោយនៅក្នុងទីងងឹតបើទោះបីជា SCP-120 នេះគឺព្យាយាមប្រើជាមួយនឹងមនោសញ្ចេតនាជាមួយមនុស្សក៏ដោយក៏ប៉ុន្តែវាក៏បង្កគ្រោះថ្នាក់ទៅកាន់មនុស្សផងដែរទី1គឺភាពឆេវឆាវបើសិនណាបើជាបុគ្គលនៅក្នុងបន្ទប់នោះព្យាយាមបដិសេធរាល់សកម្មភាពដែល SCP-1 នេះបានធ្វើឬក៏ព្យាយាមចាកចេញ SCP-1170 នឹងប្រែទៅជាអត្តចរិតមួយដែលកាចសាហាវភ្លាមៗតែម្ដងហើយទី2នឹងគឺការផ្លាស់ប្ដូររាងកាយនៅពេលដែល SCP-1 នេះគឺខឹងជាមួយបុគ្គលដែលបានបដិសេធរាល់សកម្មភាពរបស់វាហើយគឺវានឹងប្រែក្លាយទៅជារូបរាងមួយដែលគួរឲ្យខ្ពើមរអើមនិងគួរឲ្យរន្ធត់ដែលធ្វើឲ្យជនរងគ្រោះអាចមានជំងឺផ្លូវចិត្តបានអូខេឥឡូវគឺយើងចូលទៅដល់លេខ8គឺ SCP-3199 SCP-3199 ត្រូវបានគេស្គាល់ថា Human Refuted វាគឺជាអង្គភាពមួយនៅក្នុងចំណោម SCP ដែលមានរូបរាងគួរឲ្យខ្ពើមរអើមនិងរន្ធត់បំផុតមួយវាគឺជាពូជសត្វដែលមានលក្ខណៈពាក់កណ្ដាលជាមនុស្សនិងពាក់កណ្ដាលជាបក្សី SCP-3199 មានរូបរាងដូចជាមនុស្សដែលខូចទ្រង់ទ្រាយដែលរូបរាងកាយរបស់វាគឺមិនមានរោមទេហើយស្បែកមានសភាពស្លេកនិងធ្លាក់យាក្បាលរបស់វាគឺមានចំពុះធំៗដូចជាបក្សីនិងមានភ្នែកធំៗដែលគួរឲ្យខ្លាចហើយសម្រាប់ឥរិយាបថរបស់វាវិញការដើររបស់វាគឺដើរដោយជើងពីរដែលមានលក្ខណៈដូចជាសត្វព្រៃហើយចូលចិត្តស៊ីមនុស្សនិងសត្វដទៃទៀតជាអាហារ SCP-3199 អាចបញ្ចេញពងតាមរយៈមាត់របស់វាបានហើយសារភាពធន់នៃពងរបស់វាវិញគឺស្ទើរតែមិនអាចបំផ្លាញបានសូម្បីតែការប្រើជាមួយនឹងកម្ដៅឬក៏សម្ពាធខ្ពស់ក៏មិនអាចធ្វើឲ្យពងរបស់វានឹងគឺត្រូវបានបែកខ្ទេចដែរចឹងដោយសារតែអត្តពលនៃពងមួយនឹងគឺមានអត្តភាពខ្លាំងបែបនេះហើយសូម្បីតែពងតែមួយគ្រាប់ក៏មិនអាចធ្វើឲ្យ SCP-1 នេះគឺផុតពូជឡើយហើយពងនេះទៀតសោតនៅពេលដែល SCP ចំនួនចាស់គឺត្រូវបានស្លាប់ឬក៏ងាប់ដោយសារតែអង្គការ SCP Foundation សម្លាប់ចឹងពងមួយនឹងគឺវានឹងញាស់មកដើម្បីចំនួននៅអាចំនួនចាស់នឹងដូចនេះហើយដើម្បីទប់ស្កាត់កុំឲ្យពងមួយនឹងញាស់បានគឺខាងមូលនិធិ SCP Foundation គឺបានបង្កនៅពងមួយនឹងទុកជាជាងយកទៅបំផ្លាញចោលដោយសារតែពងមួយនេះគឺមិនអាចបំផ្លាញបានដោយងាយៗនោះទេអូខេgiờណាគឺយើងចូលទៅកាន់ទី9 SCP-542 SCP មួយប្រភេទហ្នឹងគឺត្រូវបានគេ contain វានៅក្នុង object class Euclid ជា SCP មួយដែលមើលទៅដូចជាបរិសុទ្ធចំណាស់ម្នាក់ដែលមានកម្ពស់ខ្ពស់ខុសពីធម្មតានិងមានរូបរាងគួរឲ្យខ្លាចរាងកាយរបស់វាត្រូវបានបង្កើតឡើងដោយផ្នែកផ្សេងៗនៃរាងកាយរបស់មនុស្សជាច្រើននាក់ដែលត្រូវបានដេរភ្ជាប់គ្នាហើយស្បែករបស់វាគឺមានពណ៌ខុសៗគ្នាផងដែរនិងមានស្នាមដេរពេញតែខ្លួនតែម្ដង SCP មួយប្រភេទហ្នឹងគឺវាមានបេះដូងចំនួន2និងសរីរាង្គផ្សេងៗដែលធ្វើអំពីរាងកាយមកពីជនរងគ្រោះដើម្បីជំនួសរាងកាយចាស់ៗរបស់វាដៃរបស់វាគឺវែងខុសពីធម្មតាហើយម្រាមដៃគឺមានសភាពរហ័សរហួនបំផុតងាយស្រួលក្នុងការកាន់កាំបិតក្នុងការវះកាត់អញ្ចឹងសម្រាប់ SCP មួយហ្នឹងគឺវាមានសមត្ថភាពនិងអត្តចរិតខុសពី SCP ដទៃៗទៀតតែមានន័យថា SCP មួយហ្នឹងគឺវាមានចំណេះដឹងជ្រៅជ្រះខ្លាំងមែនខាងផ្នែកវះកាត់និងកាយវិភាគសាស្ត្រទៅលើមនុស្សធម្មតាវាអាចធ្វើការវះកាត់ទៅលើខ្លួនឯងបានដោយមិនត្រូវការប្រើថ្នាំសន្លប់ឬក៏ថ្នាំសណ្ដំនៅពេលដែលសរីរាង្គណាមួយរបស់វាត្រូវបានខូចឬក៏ចាស់វានឹងចាប់ផ្ដើមស្វែងរកម្ចាស់ជំនួសដែលគេហៅថា donor វានឹងតាមមនុស្សដែលវាពេញចិត្តរួចវះកាត់យកសរីរាង្គជនរងគ្រោះដែលវាចាប់នោះទាំងរស់តែម្ដងដើម្បីយកមកធ្វើការផ្លាស់ប្ដូរជាមួយរូបរាងកាយរបស់វាជាងនេះទៀត SCP មួយប្រភេទហ្នឹងគឺមានសមត្ថភាពក្នុងការនិយាយបានច្រើនភាសាក៏ប៉ុន្តែភាគច្រើនគឺគេឃើញថា SCP មួយហ្នឹងគឺតែងតែនិយាយនៅភាសាអាល្លឺម៉ង់ហើយមួយវិញទៀតគេនិយាយថា SCP មួយហ្នឹងគឺជា SCP មួយដែលមានចរិតថ្លៃថ្នូរបែបជាអ្នកវិទ្យាសាស្ត្រក៏ប៉ុន្តែអ្វីដែលធ្វើឲ្យវាកាន់តែខូខើហ្នឹងគឺថាវាគ្រាន់តែមើលឃើញមនុស្សខាងក្រៅហ្នឹងគ្រាន់តែជាបំណែកសាច់ធម្មតាឬក៏គ្រឿងបន្លាស់តែប៉ុណ្ណោះតាមការស្រាវជ្រាវប្រភពដើមរបស់ SCP-542 ហ្នឹងហាក់ដូចជាមានដើមកំណើតមកពីប្រទេសអាល្លឺម៉ង់ហើយបានរស់នៅអស់រយៈកាលរាប់សិបឆ្នាំមកហើយតាមរយៈការផ្លាស់ប្ដូររាងកាយក៏ដូចជាសរីរាង្គខ្លួនរបស់វាវិធានការក្នុងការទុកឬក៏ containment វាត្រូវបានគេឃុំនៅក្នុងបន្ទប់ដែលមានឧបករណ៍មុតស្រួចហើយរាល់ការចូលទៅចិត្តត្រូវបានការពារដោយឆ្មាំយ៉ាងតឹងរ៉ឹង
កំពុងតែសមត្ថភាពរបស់វាគឺមានកម្លាំងដៃដ៏ខ្លាំងនិងភាពរហ័សរហួនដែលអាចចាប់មនុស្សហើយជា2ជា3បានក្នុងករណីដែលវាត្រូវការព្យាបាលមូលនិធិ SCP Foundation គឺនឹងផ្ដល់ជាមួយនឹងសរីរាង្គរបស់សត្វដែលនៅរស់ដើម្បីការពារកុំឲ្យវាធ្វើការវាយប្រហារទៅលើបុគ្គលិករបស់ SCP Foundation មូលនិធិគឺបានដាស់តឿនទៅកាន់បុគ្គលិករបស់ខ្លួនថាហាមធ្វើការសរសើរទៅកាន់ SCP មួយប្រភេទហ្នឹងព្រោះការសរសើរអាចធ្វើឲ្យវាគិតថាខ្លួនប្រាណរបស់អ្នកអាចនឹងស័ក្តិសមនឹងខ្លួនរបស់វាដូច្នេះហើយអ្នកទាំងអស់គ្នាអាចគិតទៅថានឹងមានរឿងអីកើតឡើងអូខេឥឡូវយើងចូលទៅដល់លេខ10គឺ SCP-002 SCP-002 ត្រូវបានគេ contain នៅក្នុង class object Euclid ហើយ SCP-002 ត្រូវបានគេស្គាល់ថា The Living Room ឬក៏បន្ទប់ដែលមានជីវិតវាគឺជាអង្គភាពដ៏ចម្លែកនិងគួរឲ្យរន្ធត់បំផុតមួយនៅក្នុងមូលនិធិ SCP Foundation ក៏ព្រោះតែវាអាចប្រែក្លាយរាងកាយរបស់មនុស្សឲ្យទៅជាគ្រឿងសង្ហារឹមបាន SCP-002 គឺមានរូបរាងដូចជាដុំសាច់ដ៏ធំមួយដែលមានរាងមូលដូចជាផ្លែឈើឬក៏ដុំពកដែលមានមាឌប្រហែលជា60 ម៉ែត្រគីបហើយនៅផ្នែកម្ខាងទៀតនៃខ្លួនរបស់វាគឺមានជាមួយនឹងទ្វារដែកមួយដែលអាចនាំឲ្យយើងចូលទៅខាងក្នុងបាននៅពេលដែលយើងដើរចូលទៅតាមទ្វារដែកនោះអ្នកនឹងឃើញជាមួយនឹងបន្ទប់គេងធម្មតាមួយដែលមានទំហំមធ្យមក៏ប៉ុន្តែសម្ភារៈដែលនៅក្នុងបន្ទប់នោះគឺគួរឲ្យរន្ធត់និងគួរឲ្យខ្លាចជាខ្លាំងដោយសារតែសម្ភារៈទាំងអស់ហ្នឹងមិនថាជាកៅអីក្រេតុត្រូវបានធ្វើអំពីឆ្អឹងមនុស្សសក់និងសាច់របស់មនុស្សពិតៗរីឯជញ្ជាំងត្រូវបានស្រោបទៅដោយជាលិកាសាច់និងសរសៃឈាមដែលមានជីវិតបើទោះបីជាវាធ្វើអំពីសាច់មនុស្សក៏ប៉ុន្តែវាត្រូវបានរៀបចំឲ្យមើលទៅដូចជាបន្ទប់ដែលមានផាសុកភាពបំផុតមួយរបៀបដែលវាប្រមាញ់ទៅលើជនរងគ្រោះ SCP-002 គឺមិនចាប់មនុស្សដោយផ្ទាល់នោះទេក៏ប៉ុន្តែវាប្រើជាមួយនឹងចិត្តសាស្ត្រវាអាចតាក់ទាញឲ្យមនុស្សដើរចូលទៅក្នុងបន្ទប់នៅពេលដែលមនុស្សចូលទៅក្នុងបន្ទប់នោះហើយទ្វារក៏ត្រូវបានបិទហើយបុគ្គលដែលស្ថិតនៅក្នុងបន្ទប់នោះគឺនឹងត្រូវបានរំលាយនិងបំលែងឲ្យទៅជាផ្នែកនៃបន្ទប់នោះបន្ទាប់ពីការបំលែងរួចរាល់បន្ទប់នឹងដោះជាមួយនឹងគ្រឿងសង្ហារឹមថ្មីមួយបន្ថែមទៀតឧទាហរណ៍ចង្កៀងធ្វើអំពីឆ្អឹងជើងឬកម្រាលធ្វើអំពីសក់មនុស្សវិធានការក្នុងការទប់ស្កាត់ឬក៏ containment វាត្រូវបានគេរក្សាដំណភ្ជាប់ថាមពលអគ្គិសនីឲ្យចាប់ជានិច្ចដើម្បីឲ្យទ្វារដែកនោះគឺស្ថិតនៅក្នុងភាពចាក់សោបានន័យថាគឺឡុកកុំឲ្យមានមនុស្សណាចូលទៅក្នុងនឹងបានហើយគឺមិនអនុញ្ញាតឲ្យបុគ្គលិកគឺចូលទៅជិតវាចម្ងាយពី20ម៉ែត្រឡើយបើសិនជាគ្មានការអនុញ្ញាតហើយសម្រាប់បុគ្គលិកដែលចូលទៅជិតឬក៏សម្អាតនៅបន្ទប់មួយហ្នឹងគឺមានគ្នាយ៉ាងតិចណាស់2នាក់ដើម្បីធ្វើការផ្លាស់ប្ដូរគ្នាក៏ដូចជាតាមដានអំពីភាពប្រែប្រួលរបស់បន្ទប់មួយហ្នឹងអូខេទី11 SCP-4666 ដែលស្ថិតនៅក្នុង class object Cater SCP មួយប្រភេទហ្នឹងត្រូវបានគេស្គាល់ថា The Yellowman គឺជា SCP មួយក្នុងចំណោម SCP ដែលសាហាវនិងរន្ធត់បំផុតមួយនៅក្នុងមូលនិធិ SCP Foundation វាត្រូវបានគេចាត់ទុកថាគឺជា Santa Claus នៃពិភពបិសាចក៏ព្រោះតែវាតែងតែបង្ហាញខ្លួននៅរដូវរងានិងបុណ្យណូអែលក៏ប៉ុន្តែការបង្ហាញខ្លួនរបស់វាមិនមែនជាការបង្ហាញខ្លួនដោយក្តីស្រឡាញ់ក្នុងការចែកកាដូទៅកាន់ក្មេងៗឡើយ SCP-4666 គឺមានរូបរាងកាយជាបុរសចំណាស់ម្នាក់ដែលមានកម្ពស់ខ្ពស់ខ្លាំងដែលមានកម្ពស់លើសពី2ម៉ែត្រមានរូបរាងកាយស្គមស្គាំងរហូតដល់ឃើញឆ្អឹងហើយស្បែករបស់វាគឺមានពណ៌សស្លេកហើយមិនមានជាមួយនឹងសម្លៀកបំពាក់នៅជាប់ខ្លួននោះទេបើទោះបីជាស្ថិតនៅក្នុងបរិយាកាសដ៏ត្រជាក់រហូតដល់ដក0អង្សាក៏ដោយជារៀងរាល់ឆ្នាំនៅចន្លោះយប់ថ្ងៃទី21រហូតដល់យប់ថ្ងៃទី2ខែមករា SCP-4666 តែងតែជ្រើសរើសគ្រួសារមួយដែលមានកូនតូចៗដែលរស់នៅក្នុងតំបន់ស្ដេចស្រយាលនិងមានប្រិលធ្លាក់ខ្លាំងដើម្បីកំណត់ជាមុខសញ្ញាក្នុងការវាយប្រហារសកម្មភាពរបស់វាគឺត្រូវបានបែងចែកជាពីរដំណាក់កាលទី1វានឹងសម្លឹងមើលទៅកាន់គ្រួសារទៅតាមបង្អួចរយៈពេលជាច្រើនយប់ក្នុងការអង្កេតមើលអំពីសកម្មភាពរបស់គ្រួសារមួយហ្នឹងហើយក្មេងៗទាំងអស់ហ្នឹងគឺតែងតែឃើញជាមួយនឹងបុរសចំណាស់ម្នាក់នៅខាងក្រៅក៏តែមនុស្សធំនៅក្នុងផ្ទះមួយហ្នឹងគឺមិនដែលជឿអំពីសម្ដីរបស់ក្មេងៗទាំងអស់ហ្នឹងឡើយដំណាក់កាលទី2ហ្នឹងការវាយប្រហារវានឹងចូលទៅក្នុងផ្ទះហើយធ្វើរឿងដ៏សាហាវបំផុតមួយដែលវានឹងផ្ដល់ជំរើសចំនួន2ជំរើសទី1ហ្នឹងគឺការសម្លាប់រំគាលវានឹងសម្លាប់សមាជិកគ្រួសារទាំងអស់លើកលែងតែក្មេងម្នាក់គត់ដែលមានអាយុក្រោម8ឆ្នាំរួចនឹងចាប់ជាមួយនឹងក្មេងហ្នឹងយកទៅតាមខ្លួនរបស់វាហើយជំរើសទី2ហ្នឹងកាដូពីសាច់មនុស្សក្នុងករណីខ្លះវានឹងទុកឲ្យក្មេងម្នាក់នៅរស់ហើយបន្សល់ទុកនៅកាដូមួយដែលធ្វើឡើងពីផ្នែកផ្សេងៗនៃរាងកាយរបស់មនុស្សដូចជាឆ្អឹងឬក៏សាច់ដែលវាបានសម្លាប់ពីគ្រួសារមុនគ្មានអាណាម្នាក់ដឹងថា SCP-4666 យកក្មេងៗដែលវាបានចាប់ទៅទីណាទេក៏តែតាមរយៈការពិនិត្យកាដូដែលបន្សល់ទុកគឺជឿថាក្មេងៗដែលវាចាប់ទៅនឹងគឺត្រូវបានបង្ខំឲ្យធ្វើការនៅក្នុងរោងចក្រនៅក្រោមដីមួយដែលរោងចក្រមួយហ្នឹងគឺផលិតអំពីរបស់លេងក្មេងៗដែលធ្វើអំពីសាកសពរបស់មនុស្ស
ក្មេងៗដែលអស់កម្លាំងឬក៏ស្លាប់នឹងត្រូវបានយកធ្វើជាវត្ថុធាតុដើមសម្រាប់ផលិតនៅរបស់ក្មេងលេងទាំងអស់ហ្នឹងវិធានការក្នុងការទប់ស្កាត់របស់វាឬក៏ containment ហ្នឹងគឺមិនតាន់ជោគជ័យនោះទេ SCP Foundation គឺមិនតាន់ធ្វើការចាប់ខ្លួនវាបានឡើយហើយវិធីសាស្ត្រតែមួយគត់ដែលពួកគេអាចធ្វើបានហ្នឹងគឺការតាមដានរាល់គ្រួសារដែលស្ថិតនៅក្នុងតំបន់គ្រោះថ្នាក់និងព្យាយាមជម្លៀសពួកគេឲ្យចេញឲ្យឆ្ងាយពី SCP 4666និងរៀបអន្ទាក់ក្នុងការចាប់ជាមួយនឹង SCP មួយប្រភេទហ្នឹងក្នុងការរក្សាទុកអូខេឥឡូវយើងចូលទៅកាន់ទី13 SCP 1471 SCP មួយប្រភេទហ្នឹងគឺត្រូវបានគេស្គាល់ថា Malware 0.0.0 គឺជា SCP មួយប្រភេទដែលមិនស្ថិតនៅក្នុងរូបរាងកាយជាសត្វចម្លែកឬក៏រូបរាងកាយណាឲ្យពិតប្រាកដនោះទេក៏តែវាគឺជាវត្ថុដែលមានវត្តមាននៅក្នុងកម្មវិធីទូរស័ព្ទឬក៏គេហៅថា Mobile Application ដែលបង្កទៅដោយភាពមិនធម្មតានិងការលងបន្លាចផ្នែកផ្លូវចិត្ត SCP-1471 គឺជាកម្មវិធីទូរស័ព្ទដែលមានទំហំបៃប្រហែលជា 9.8 MB ហើយយើងអាចទៅរក install បាននៅលើ website មួយចំនួនហើយពេលខ្លះទៅគឺវាភ្ជាប់ជាមួយនឹងមេរោគនៃកម្មវិធី crack មួយចំនួនដែលយើងបានដំឡើងមកហើយក៏ភ្ជាប់ជាមួយនឹងកម្មវិធីមួយនឹងតែម្ដងភាពចម្លែកនៃកម្មវិធីមួយនេះគឺមិនមានមុខងារក្នុងការប្រើប្រាស់នោះទេហើយអ្នកដែលដំឡើងវាហើយក៏មិនអាចធ្វើការលុបជាមួយនឹងកម្មវិធីចេញទូរស័ព្ទរបស់យើងបានដែរក្រោយពីដំឡើងរួចអ្នកប្រើប្រាស់នឹងចាប់ផ្ដើមទទួលបានរូបភាពជាបន្តបន្ទាប់ពីលេខទូរស័ព្ទអនាមិកមួយដែលយើងមិនស្គាល់ហើយរូបភាពទាំងអស់នោះនឹងបង្ហាញអំពីទីកន្លែងដែលអ្នកប្រើប្រាស់ធ្លាប់ទៅឬក៏ទីកន្លែងដែលពួកគេកំពុងតែស្ថិតនៅដូចជានៅក្នុងផ្ទះឬក៏កន្លែងធ្វើការអ្វីដែលគួរឲ្យខ្លាចនោះគឺថានៅចំកណ្ដាលរូបភាពនោះគឺតែងតែមានជាមួយនឹងអង្គភាពមួយដែលគេហៅថា SCP-1471A រូបរាងរបស់ SCP-1471A គឺមានរូបរាងដូចជាមនុស្សដែលពាក់របាំងមុខរលាក្បាលរបស់សត្វឆ្កែចចដ៏ធំមួយដែលមានរោមខ្មៅពេញខ្លួនតែម្ដងដែលមានភ្នែកដែលបញ្ចេញជាមួយនឹងពន្លឺពណ៌សឬក៏ពណ៌លឿងទុំរូបភាពដែលផ្ញើមកបង្ហាញពី SCP-1471A ឈោមសម្លឹងមើលអ្នកប្រើប្រាស់តាមបង្អួចឬក៏ជ្រុងណាមួយនៃភាពងងឹតរូបភាពដែលបានផ្ញើនោះគឺមិនមែនជារូបភាពបច្ចុប្បន្នភាពរបស់យើងនោះទេក៏ប៉ុន្តែជារូបភាពដែលត្រូវបានគេលួចថតទុកមុនអញ្ចឹងរបៀបក្នុងការបន្លាចរបស់ SCP-1471 ហ្នឹងគឺមាន3ដំណាក់កាលធំៗដែលដំណាក់កាលទី1ហ្នឹងក្រោយដំឡើងប្រហែលជា1ម៉ោងអញ្ចឹងជនរងគ្រោះនឹងទទួលបានរូបភាពជាច្រើនដែលបាននិយាយពីខាងលើហ្នឹងឯដំណាក់កាលទី2គឺនឹងទទួលបានរូបភាពដែលបង្ហាញអំពី SCP-1471 កំពុងតែឈរមើលអ្នកប្រើប្រាស់ពីជ្រុងណាមួយហើយកាន់តែចិត្តទៅពីរូបភាពមួយទៅរូបភាពមួយឯដំណាក់កាលទី3ហ្នឹងគឺការបង្ហាញខ្លួនពិតរបស់ SCP-1471A តែម្ដងបន្ទាប់ពីអ្នកប្រើប្រាស់បានមើលរូបភាពទាំងអស់នោះហើយអស់រយៈពេលចាប់ពី90ម៉ោងឡើងទៅពួកគេនឹងចាប់ផ្ដើមឃើញ SCP-1471A នៅក្នុងពិភពពិតដោយផ្ទាល់តាមរយៈការឆ្លុះកញ្ចក់ឬក៏កន្លែងដែលមានចំណាំងផ្លាតដូចជាទឹកអីជាដើមចំណុចសំខាន់គឺថា SCP-1471A ហ្នឹងគឺមិនប្រើហិង្សាឬក៏ព្យាយាមសម្លាប់អ្នកប្រើប្រាស់ឡើយវាគ្រាន់តែឈរសម្លឹងមើលនិងបង្កជារូបភាពគួរឲ្យភ័យខ្លាចឬក៏លុបបន្លាយទៅកាន់ជនរងគ្រោះតែប៉ុណ្ណោះវិធានការក្នុងការទប់ស្កាត់ហ្នឹងគឺមូលនិធិ SCP ត្រូវតាមដាននិងលុបកម្មវិធីមួយនឹងចោលនៅលើអ៊ីនធឺណិតតែម្ដងហើយសម្រាប់អ្នកដែលជ្រុលបានតម្លើងជាមួយនឹងកម្មវិធីហ្នឹងហើយនឹងត្រូវបានឃុំខ្លួនទុកនៅក្នុងស៊ីតលេខ19ហើយជៀសវាងមិនឲ្យជនរងគ្រោះហ្នឹងគឺប្រើប្រាស់ទូរស័ព្ទឡើយហើយមួយវិញទៀតគឺធ្វើបែបហ្នឹងដើម្បីតាមដាននៅជំងឺផ្លូវចិត្តរបស់ជនរងគ្រោះផងដែរអូខេឥឡូវយើងចូលទៅកាន់ទី14គឺ SCP-007 ដែលស្ថិតនៅក្នុង Object Class Euclid SCP-007 ត្រូវបានគេស្គាល់ថា Abdominal Planet ឬក៏ភពនៅក្នុងពោះវាគឺជាអង្គភាពមួយដែលមានលក្ខណៈចម្លែកនិងអាក្រក់បំផុតមួយវាមិនមែនជាសត្វចម្លែកដែលមានសភាពសាហាវខុសខើអីនោះទេក៏តែវាជាមនុស្សម្នាក់ដែលមានភាពចម្លែកត្រង់ថាពោះរបស់វាគឺមិនមានគ្រឿងខ្នងទេប៉ុន្តែផ្ទុយទៅវិញគឺចំនួនដោយភពទាំងមូលមួយគឺនៅចំកណ្ដាលពោះតែម្ដង SCP-007 គឺជាបុរសម្នាក់ដែលមានអាយុប្រហែលជា25ឆ្នាំបើតាមការប៉ាន់ស្មានហើយអ្វីដែលធ្វើឲ្យគាត់ខុសពីមនុស្សធម្មតាហ្នឹងគឺថាត្រង់កន្លែងពោះរបស់គាត់ហ្នឹងគឺមិនមានជាមួយនឹងសរីរាង្គគ្រឿងខ្នងទេប៉ុន្តែផ្ទុយទៅវិញគឺបែរជាមានប្រហោងដ៏ធំមួយដែលមានផ្ទុកជាមួយនឹងផែនដីខ្នាតតូចមួយទៅវិញភពនោះគឺមានអង្កត់ផ្ចិតប្រហែលជា60សង់ទីម៉ែត្រវាមានមហាសមុទ្រទ្វីបពពកនិងបរិយាកាសដោយភពផែនដីពិតៗតែម្ដងភពនេះគឺវិលជុំវិញខ្លួនឯងនិងមានទំនាញផែនដីដល់ខ្លួនឯងហើយរឿងមួយដែលអស្ចារ្យនោះគឺគេឃើញថានៅក្នុងភពមួយហ្នឹងគឺមានជីវិតរស់នៅថែមទៀតផងមានដូចជារុក្ខជាតិសត្វនិងសភាវៈម្យ៉ាងដែលមានភាពវៃឆ្លាតដូចជាមនុស្សផងដែរសូណាគឺយើងចូលទៅកាន់ SCP ចុងក្រោយគឺ SCP-106 ដែលត្រូវបានគេស្គាល់ថា The Old Man ឬក៏បរិចំណាស់ SCP-106 គឺជាអង្គភាពនៅក្នុងចំណោម SCP ដែលគួរឲ្យខ្លាចនិងពិបាកទប់ស្កាត់បំផុតពីសំណាក់ SCP Foundation វាមានសមត្ថភាពក្នុងការឆ្លងកាត់វត្ថុរឹងនិងមានសមត្ថភាពក្នុងការបង្កើតជាមួយនឹង Dimension ផ្ទាល់ខ្លួនក្នុងការទាញជាមួយនឹងជនរងគ្រោះចូលទៅក្នុង Dimension នឹងក្នុងការធ្វើទរណកម្ម
SCP-106 គឺមានរូបរាងដូចជាបុរសចំណាស់ម្នាក់ដែលមានស្បែករលួយនិងគួរឲ្យខ្ពើមហើយរាងកាយរបស់វាគឺហាក់ដូចជាត្រូវបានគ្របដណ្ដប់ទៅដោយសារធាតុរាវមួយយ៉ាងដែលមានពណ៌ខ្មៅហើយមានក្លិនស្អុយហើយជានិយាយទៀតសម្រាប់សារធាតុរាវនឹងគឺមានសមត្ថភាពក្នុងការរំលាយរាល់លោហៈឬក៏វត្ថុដែលបានប៉ះជាមួយវាជាក់ស្ដែងនៅពេលដែល SCP មួយនឹងគឺធ្វើការជ្រែកជញ្ជាំងឬក៏វត្ថុនានាមិនថាធ្វើអំពីបេតុងមិនថាធ្វើអំពីដែកទេមិនប្រមាណវិនាទីក្រោយមកវត្ថុនោះនឹងត្រូវបានរលាយខ្លះទៅជាផេះភ្លាមៗតែម្ដងហើយសមត្ថភាពដ៏ចម្បងរបស់វាមួយទៀតហ្នឹងគឺក្នុងការបង្កើតជាមួយនឹង dimension ផ្ទាល់ខ្លួនរបស់វាដែល dimension មួយហ្នឹងត្រូវបានគេឲ្យឈ្មោះថា pocket dimension ហើយនៅក្នុង dimension ហ្នឹងទៀតសោត SCP-106 គឺមានសមត្ថភាពក្នុងការគ្រប់គ្រងជាមួយនឹងច្បាប់រូបវិទ្យានិងអាចធ្វើអ្វីទៅតាមចិត្តចង់របស់វាបានជារឿយៗរាល់ជនរងគ្រោះដែលវាចាប់បានវានឹងអូសចូលទៅក្នុង dimension ដែលវាបានបង្កើតនោះក្នុងការធ្វើទរណកម្មយ៉ាងព្រៃផ្សៃទៅកាន់ជនរងគ្រោះហើយសារៈ SCP-106 នេះគឺវាពេញចិត្តខ្លាំងមែនទែនរាល់សម្លេងនៃការជឿចាត់របស់ជនរងគ្រោះកាន់តែស្រែកកាន់តែឈឺគឺកាន់តែសប្បាយក្នុងការធ្វើទរណកម្មដូច្នេះវិធានការក្នុងការទប់ស្កាត់ឬក៏រក្សាទុកដែលគេហៅថា containment protocol ហ្នឹងគឺមិនអាចទៅរួចទេសម្រាប់ SCP-106 នេះដោយសារតែការ design ជាមួយនឹងបន្ទប់ក្នុងការដាក់វាមិនថាជាការ design ដោយដាក់ក្នុងបន្ទប់ដែលធ្វើអំពីបេតុងមិនថាដែកទេគឺ SCP-1 នេះគឺតែងតែរត់រួចជានិច្ចដោយការជ្រែកជញ្ជាំងដោយប្រើជាមួយនឹងសារធាតុរាវដែលចេញពីរាងកាយរបស់វាខ្ញុំគិតថាវិធានបទដែលនិយាយតាក់ទងទៅនឹង Top 15 នៃ SCP ដែលគួរឲ្យចាប់អារម្មណ៍នៅក្នុងវីដេអូនេះគឺត្រូវបានបញ្ចប់ក្នុងវិនាទីនេះហើយចាំបើសិនជាចូលចិត្តកុំភ្លេចចុច like subscribe អ្នកមួយផងហើយអ្នកទាំងអស់គ្នាអាចធ្វើការសេចក្ដីជាមួយនឹងប្រភេទ SCP ផ្សេងៗដែលអ្នកទាំងអស់គ្នាចាប់អារម្មណ៍ខ្ញុំធ្វើការ spin ហើយនឹងធ្វើការចាប់ចំនួន10ឬក៏15បន្តទៀតដើម្បីក្នុងការធ្វើនៅក្នុងវីដេអូក្រោយៗទៀត See you in the next video bye bye